មុនបើសិនជាបងប្អូនចង់បាន SUV ខ្នាតធំ7កៅអីអាចនឹងត្រូវចាយលុយរហូតដល់$40000ឬក៏$50000ក៏ប៉ុន្តែឥឡូវនេះគឺមិនបាច់ទេធំតែខ្ទង់$20000ជាងក៏បងប្អូនអាចនឹងទទួលបាន SUV ខ្នាតធំ7កៅអីផងដែរអញ្ចឹងនៅខាងក្រោយក្នុងរបស់ខ្ញុំនេះគឺជារថយន្ត Jetour X70E ដែល E ហ្នឹងឈ្មោះពេញរបស់គេគឺ Eco អញ្ចឹង Jetour X70 Eco ហើយសម្រាប់ថ្ងៃនេះផ្ទាល់ផងដែរ Jetour គឺគាត់សម្ពោធរថយន្តមួយនេះនៅក្នុងកម្មវិធី Auto Show ផ្ទាល់តែម្ដងសម្រាប់បងដែលគាត់ទិញរថយន្ត Jetour X70E នេះនៅក្នុងកម្មវិធី Auto Show ផ្ទាល់ខ្ញុំគិតថាចំណេញមែនតើព្រោះតម្លៃរបស់គេគឺត្រឹមតែ27500តែប៉ុណ្ណោះពាក់ព័ន្ធជាមួយទៅលើការ design រូបរាងបងប្អូនអាចឃើញស្រាប់ប៉ាណាមួយផ្ទាំងធំជាប្រភេទការ design បែបពិនិត្យពេជ្រ LED កាត់អាប់លយខ្លាំងមែនទែនមើលមកផ្នែកខាងគិនវិញយ៉ានកង់ក៏ធំដែរជាប្រភេទអាលុយមីញ៉ូមហើយមានមកជាមួយនឹងកាមេរ៉ា360ដឺក្រេដែលយើងអាចមើលមកជុំវិញតួឡានផ្ទាល់តែម្ដងពាក់ព័ន្ធជាមួយទៅលើការ design ផ្នែកខាងក្រោយក៏ស្អាតមិនណយដែរយើងមាន LED មួយឆ្នូតនៅផ្នែកខាងក្រោយហើយពាក់ព័ន្ធជាមួយទៅលើការបើកក្លុបអីផ្សេងៗក៏អត់បាច់បារម្ភដែរទំហំក្លុបវិញក៏កាន់តែធំផងដែរទំហំក្លុបជាក់ស្ដែងណានៅពេលដែលយើងតម្លាក់កៅអីជួរទី3ទៅគឺរហូតដល់400លីត្រជាងឯណោះមួយទៀតបងប្អូនប្រកាសជាសួរថាឡានដែលមានតម្លៃខ្ទង់$20000ជាង SUV ធំ7កៅអីចឹងចោះម៉ាស៊ីនបែបណាដែរជាក់ស្ដែងរថយន្តនេះគឺប្រើប្រាស់ម៉ាស៊ីន 1.5 លីត្រ turbo ដែលអាចផ្ដល់កម្លាំងបានខ្ទង់150សេសហើយបើសិនជាកម្លាំងថុកហ្នឹងគឺខ្ទង់200ថុកជាងហើយជាក់ស្ដែងហ្មងបើសិនជាការប្រើប្រាស់កម្រិតទីតាំងវិញណាបើសិនជាផ្លូវលាតយើងបើកបរតាមខេត្តអាចប្រហែលជាស៊ីខ្ទង់ប្រហែលជា 5.5 លីត្រហើយបើសិនជាបងប្អូនបើកនៅក្នុងក្រុងអាចស៊ីប្រហែលជាខ្ទង់7ឬក៏8លីត្រឬក៏អាចលឿននឹងគឺទៅតាមការបើកបរជាក់ស្ដែងរបស់បងប្អូនអញ្ចឹងទៅមួយទៀតពាក់ព័ន្ធជាមួយទៅលើរឿងពន្ធផ្លូវគឺត្រឹមតែ150,000រៀលតែប៉ុណ្ណោះនៅក្នុងមួយឆ្នាំអូខេអញ្ចឹងនេះពាក់ព័ន្ធជាមួយម៉ាស៊ីនក៏ដូចជាការ design រូបរាងអីឥឡូវយើងចូលទៅមើលផ្នែកខាងក្នុងវិញម្ដងអូខេបងប្អូនអញ្ចឹងមិនធំតែផ្នែកខាងក្រៅទេសូម្បីតែផ្នែកខាងក្នុងក៏ធំដែរជាពិសេសគឺគេប្រើជាប្រភេទពូកស្បែកពណ៌ cherry សម្រាប់ខ្ញុំមើលទៅពេញផ្នែកខ្លាំងមែនតើ cherry នេះគឺគេលាយជាមួយនឹងពណ៌ទឹកប្រាក់តិចតិចលាយជាមួយនឹងពណ៌ខ្មៅតិចតិចគឺមើលទៅស្អាតខ្លាំងហើយបើសិនជាមើលមកផ្នែកខាងមុខនេះវិញគឺជាប្រភេទចកូតអក្សរ D ជាប្រភេទចកូតភ្លើងអញ្ចឹងបាត់បែនអីងាយស្រួលខ្លាំងមែនតើកៅអីដែលខ្ញុំកំពុងតែអង្គុយនេះផ្ទាល់ក៏ជាប្រភេទកៅអី motor ដែលយើងអាចសេរីទៅសេរីមកបានដូចគ្នាផងដែរហើយបើសិនជាផ្នែកខាងមុខខ្ញុំគឺជាប្រភេទ counter digital ណាមកផ្ទាំងធំផ្ទាល់តែម្ដងអញ្ចឹងខាងមុខនេះ counter digital ហើយកន្លែងនេះគឺជាអេក្រង់ដូចគ្នាហើយក្នុងអេក្រង់នេះគឺយើងអាចបង្ហាញមកជាមួយនឹងកាមេរ៉ា360ដឺក្រេឯណោះខិតចោះមកខាងក្រោមយើងឃើញមានកន្លែងរុនសាកថ្មអីផ្សេងក៏ដូចជាចង្កឹះលេខអញ្ចឹងចង្កឹះលេខនេះជាប្រភេទចង្កឹះលេខ wheel clutch 6វ៉ាក់អូតូ cup holder ក៏មានប៊ូតុងបញ្ជាផ្សេងៗក៏ក្នុងនេះក៏មានដូចគ្នាផងដែរហើយនៅខាងក្នុងនេះគឺមាន cool box ឲ្យបងប្អូនទៀតអញ្ចឹងឡានតម្លៃខ្ទង់$20000ជាង SUV ខ្នាតធំ7កៅអីហើយមានមកជាមួយនឹងមុខងារទំនើបច្រើនខ្លាំងហើយបើចេញជាខាងលើគឺជាដំបូលបើកមួយផ្ទាំងធំនៅផ្នែកខាងលើផ្ទាល់តែម្ដងហើយសម្រាប់នៅផ្នែកខាងក្រោយវិញក៏មានមកជាមួយនឹងរុនសាកក៏ដូចជាម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយបានដូចគ្នាសម្រាប់ខ្ញុំគិតថាការ design របស់ Jetour X70E នេះណាមើលទៅធំទលាយហើយស្អាតជាពិសេសក៏អមមកជាមួយនឹងមុខងារទំនើបផងដែរអូខេអញ្ចឹងពាក់ព័ន្ធជាមួយចំណាប់អារម្មណ៍របស់ខ្ញុំទៅលើ Jetour X70E ណាដូចខ្ញុំបានរៀបរាប់មកអញ្ចឹងបើសិនជាអីដែលខ្ញុំចូលចិត្តគឺប្រកាសជាការ design រូបរាងភាពធំភាពទលាយរបស់គេហើយជាពិសេសពាក់ព័ន្ធជាមួយទៅលើរឿងតម្លៃគឺ$27500បងប្អូនទទួលបានឡាន SUV ខ្នាតធំ7កៅអីពេញសាច់ពេញរាងផ្ទាល់តែម្ដងអញ្ចឹងសម្រាប់បងដែលគាត់ចង់បាន SUV 7កៅអីខ្ញុំគិតថានេះគឺជាឱកាសល្អមែនទែនសម្រាប់ព័ត៌មានបន្ថែមបងអាចតាក់ទងទៅ Jetour Cambodia បានដែលខ្ញុំនឹងទុកព័ត៌មានបន្ថែមរបស់គាត់នៅលើ caption ខាងលើអរគុណសម្រាប់ការទស្សនាខ្ញុំពីទូហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជម្រាបលា